សួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជាលទ្ធផលក៏ដូចជាដំណើរការពីសមិថ្ងៃទី10ខែ5ឆ្នាំ2025ទាំងអស់គ្នាបាទអញ្ចឹងគឺវេលាម៉ោង 4:30 នាទីគឺក្នុងយើងចូលលេខ79បាទគឺចំប្លង់តែម្ដងបងប្អូនអត់គ្មានខុសទេបងប្អូនបាទចេញឡើងត្រង់មក79ហើយក៏ដូចជាបញ្ជាក់ចែកជូនបងប្អូនអស់គ្នាសឹមហ្នឹងគឺល្អម៉ោង4គឺលេខក្នុងចិត្តបាទអញ្ចឹងគឺចូលលេខ79ចំតែម្ដងបងប្អូនទាំងអស់គ្នាបាទរីឯពេលយប់វិញគឺយើងចូលលេខ74បាទយប់ចូលលេខ74ប៉ុសនៅក្នុងប៉ុស B ទាំងនេះប៉ុស B ថ្ងៃចូលនៅក្នុងប៉ុស B ដូចគ្នាគ្រាន់ថាថ្ងៃចូល79យប់ចូល74បងប្អូនបាទតម្រុយអំសឹមមិញបងប្អូនអរគ្នាបាទអានឹងកាលពីថ្ងៃទី10ខែ5ឆ្នាំ2025កាលពីអំសឹមមិញបងប្អូនអរគ្នាឥឡូវយើងក៏លេខទៅមើលនៅតម្រុយថ្ងៃទី11ខែ5ឆ្នាំ2025មកចែកជូនដល់បងប្អូនទាំងអស់គ្នាផងដែរហើយនៅក្នុងឆាតអំសឹមមិញក៏បានចូលអធិស្ឋានបងប្អូនចាប់ខ្ទង់ខ្សែក៏ដូចជាខ្ទង់ហុកវាមិនចាញ់ខ្ទង់ចិត្តបាទចាប់លើកគួយគ្នាបាទចាប់ហុកខ្ទង់បាទនេះដល់លេខក្នុងតម្រុយចេញមកដល់ចំបាទលេខដូចគ្នាបាទសើមិញដល់គ្នាជាស្វែងមែនតើបាទសង្ឃឹមថាចូលហើយទាំងអស់គ្នាថាដល់មកចូលលេខហ្នឹងបាទបាយលោតមកខ្ទង់ចិត្តវិញបងប្អូនបាទចូលក្នុងតម្រុយវិញបាទហើយថ្ងៃទី11ខែ5ឆ្នាំ2025បាទចំពោះបងប្អូនថ្មីបាទចឹងកុំភ្លេចចុចពី Subscribe comment លេខ168បាទហើយបាទកុំភ្លេច share ទាំងអស់គ្នាម្នាក់មួយ comment លេខ168ម្នាក់មួយពុកម៉ែបងប្អូនដែលមើលតាម Facebook ទាំងអស់គ្នាបាទ share ម្នាក់មួយផងបាទហើយនៅថ្ងៃទី11នេះគឺមានខ្ទង់អស់គឺមានខ្ទង់ចិត្តឲ្យប៉ែតកៅនេះកៅគឺមានលេខ94ហើយនឹង96ហើយប៉ែតវិញគឺមាន8គុតហើយនឹង87ចឹងលេខត្រឡប់ខ្ទង់8និង9មានដូចជាលេខ49 69 08 78បងប្អូនចំពោះលេខតូច12លេខបាទរីឯលេខធំ13លេខគឺ495គឺបងប្អូនលេខចាក់គុណមកនឹងលេខធំចុងលេខទី2នោះ547បាទលេខចាក់គុណនេះគ្នានឹងលេខធំចុងក្រោយគឺ446បាទអញ្ចឹងគឺបងប្អូនអាចធ្វើការលេងសងសនាបាននៅថ្ងៃទី11ហើយសង្ឃឹមថាថ្ងៃទី11បងប្អូនមកសងឆាតហេទាំងអស់នេះម៉ោង4ក៏ដូចជាម៉ោង6ត្រូវថ្ងៃសិលថ្ងៃពេញបូរមីគឺពិសាបូជាបងអញ្ចឹងសង្ឃឹមថាថ្ងៃពិសាបូជាថ្ងៃសិលនេះបាទហេងទៅឆ្នោតទាំងអស់គ្នាបាទសង្ឃឹមថាចូលទាំងម៉ោង4និងម៉ោង6ចូល2លេខតែម្ដងបងប្អូនទាំងអស់គ្នាបាទចាំវីដេអូក៏ខ្ញុំមានតែប៉ុណ្្នឹងមកចែកជូនដល់បងប្អូនទាំងអស់គ្នាផងដែរបាទ